ប្រសិនបើប្តីឬក៏ប្រពន្ធណាប្រព្រឹត្តនៅទង្វើមួយនេះគឺច្បាស់ជាក្រុមគ្រួសារនឹងមានការប្រត់ប្រាស់បែកបាក់គ្នាតើទង្វើនោះគឺជាអ្វីថ្ងៃនេះនាងខ្ញុំលើកមួយចំណុចទេដែលធ្វើឲ្យក្រុមគ្រួសារទទួលរងនៅផលវិបត្តិយ៉ាងធ្ងន់ធ្ងរប៉ះពាល់ដល់អនាគតរបស់កូនដែលទង្វើនោះប្រសិនបើសមាជិកនៅក្នុងគ្រួសារប្តីឬក៏ប្រពន្ធមានការក្បត់ផិតមានការតាក់ទងលួចលាក់មានគេហៅថាបើមនុស្សប្រុសលួចមានស្រីក្រៅឬក៏មនុស្សស្រីទៅលួចមានប្រុសដតីក្រៅពីប្តីរបស់ខ្លួនរឿងមួយនេះហើយដែលបង្កឲ្យមានចំនួនយ៉ាងខ្លាំងនៅក្នុងក្រុមគ្រួសារការលួចតាក់ទងការផាត់ក្បត់គឺជាទង្វើមួយដ៏សែនអាម៉ាស់គឺជាទង្វើមួយដែលគួរឲ្យស្អប់ខ្ពើមបំផុតដូច្នេះហើយបានជាមានការកាប់សម្លាប់មានការបាញ់សម្លាប់គ្នាមានការជេរប្រតិចជេរប្រមាថដោយសារតែការក្បត់ផិតពេលខ្លះប្រពន្ធទៅតាមតាន់ប្តីមានស្រីពេលខ្លះប្តីក៏ទៅតាមតាន់ប្រពន្ធដែលគាត់លួចលាក់អីអញ្ចឹងទៅតាមរឿងរ៉ាវនៃជីវិតបុគ្គលមួយដែលគាត់ជួបប្រទះនៅរឿងអស់ទាំងហ្នឹងនៅពេលដែលប្រពន្ធឬក៏ប្តីតាមតាន់អាការដែលកំពុងតែមានស្រីខាងក្រៅឬក៏ប្រុសខាងក្រៅអញ្ចឹងណាគឺនាងខ្ញុំនិយាយទូទៅមិនថាប្រុសឬក៏ស្រីប្តីឬក៏ប្រពន្ធទេប្រសិនបើប្រព្រឹត្តនៅទង្វើផាត់ក្បត់មួយហ្នឹងគឺជីវិតគ្រួសារគ្មានក្តីសុខទេមិនថាអ្នកណាទេបើសិនជាឃើញប្តីខ្លួនឯងតែមានស្រីគឺទ្រាំអត់បានទេអាចនឹងផ្ទុះកំហឹងនៅក្នុងចិត្តហើយអាចនឹងបង្កឲ្យមានអំពើហិង្សាកើតឡើងនៅពេលដែលអំពើហិង្សាកើតឡើងបើមិនស្លាប់ក៏ពិការដែរហើយបើអាចមានមួយស្លាប់និងមួយចូលពេទ្យឬក៏មួយចូលគុកដល់អញ្ចឹងហើយអាការផិតក្បត់នេះគឺថាយើងនិយាយអាក្រក់ស្ដាប់គឺចង្រៃមែនតែនតែម្ដងបំផ្លាញអនាគតកូនគ្រួសារបែកបាក់ប្តីប្រពន្ធមានគេថាមានវិបត្តិមានភាពស្អុយឈ្មោះហើយធ្វើឲ្យខូចពូជពងវងត្រកូលទៅទៀតអញ្ចឹងថ្ងៃនេះនាងខ្ញុំមានយោបល់តែប៉ុណ្្នឹងទេហើយក៏សូមក្រើនរំលឹកទៅដល់មិនថាជាបុរសឬស្ត្រីបើសិនជាមានប្តីឬក៏មានប្រពន្ធហើយណាសូមមេត្តាកុំប្រព្រឹត្តអំពើផាត់ក្បត់គ្នាឲ្យសោះណាគឺថាមានការខូចខាតជាទម្ងន់មានគុណវិបត្តិយ៉ាងជ្រាលជ្រៅចាក់ឫសគល់នៅក្នុងគេហៅនៅក្នុងចិត្តណាក្នុងការគិតរបស់មនុស្សម្នាក់ពេលហ្នឹងធ្វើឲ្យមនុស្សម្នាក់កាន់តែបុគ្គលខ្លួននឹងគឺមានវិបដិសារីនៅពេលដែលអំពើនឹងកើតឡើងធ្វើឲ្យយើងទប់អារម្មណ៍ទប់ចិត្តអត់បានបង្កទៅជាចំនួនបង្កទៅជាអំពើហិង្សាកាប់សម្លាប់គ្នាមានអ្នកស្លាប់មានអ្នកចូលពេទ្យក៏មានអ្នកចូលគុកដែរអញ្ចឹងបើសិនជាបងប្អូនមានមតិយោបល់បន្ថែមសូមជួយបំពេញនាងខ្ញុំផងថ្ងៃនេះនាងខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណ